ខែក្តៅប្រយ័ត្នរោគសញ្ញា5គ្រោះថ្នាក់បញ្ជាក់ថារាងកាយខ្វះជាតិទឹកធ្ងន់ធ្ងរមនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់ទៅលើការផឹកទឹកនោះទេជាពិសេសគឺអ្នកដែលធ្វើការនៅក្នុងម្លប់ឬកន្លែងត្រជាក់ពួកគេមិនសូវស្រេកទឹកនោះទេអ្នកខ្លះអង្គុយធ្វើការ8ម៉ោងផឹកទឹកមិនបានកន្លះលីត្រផងនេះហើយជាកត្តាហានិភ័យចំពោះសុខភាពនៅថ្ងៃខាងមុខបញ្ហាចម្បងមនុស្សភាគច្រើនតែងតែជួបប្រទះនៅពេលអាកាសធាតុក្តៅគឺឈឺពោះរាគរូសក្អួតចង្អោរវិលមុខបែកញើសខ្លាំងទាំងអស់នេះគឺជារោគសញ្ញានៃជំងឺ heat stroke គឺជាជំងឺរដូវក្តៅដែលវាកើតឡើងដោយសារតែអាកាសធាតុក្តៅរាងកាយខាងក្នុងឡើងកម្ដៅអតុល្យភាពអេឡិចត្រូលីតក្នុងរាងកាយនិងខ្វះជាតិទឹកជាដើមឬខាសជាតិទឹកគឺនឹងងាយកើតជំងឺ heat stroke បំផុតហើយជំងឺនេះអាចប៉ះពាល់ដល់អាយុជីវិតបានបើសង្គ្រោះមិនទាន់ពេលជាការពិតណាស់បើយោងតាមការណែនាំរបស់គេហទំព័រ Healthline បានឲ្យដឹងថានៅពេលដែលមនុស្សម្នាក់ផឹកទឹកមិនគ្រប់គ្រាន់គឺធ្វើឲ្យមនុស្សនោះមានអាការៈដូចជាចង្អោរមនុស្សស្រីដែលនៅលីវមិនទាន់មានស្វាមីហើយចេះតែមានអារម្មណ៍ថាចង់ក្អួតចង្អោរពីមួយថ្ងៃទៅមួយថ្ងៃបញ្ជាក់ថារាងកាយខាងក្នុងរបស់អ្នកកំពុងតែខ្វះជាតិទឹកនិងចុះខ្សោយយ៉ាងខ្លាំងអស់កម្លាំងកាលណាតែរាងកាយរបស់អ្នកខ្វះជាតិទឹកគឺនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្សោះក្នុងខ្លួនអស់កម្លាំងលហិតល្ហៃហើយអាការៈបែបនេះវានឹងនៅជាមួយអ្នករហូតទាល់តែអ្នកផឹកទឹកបានគ្រប់គ្រាន់ឡើងវិញទើបបាត់ទល់លាមកនៅពេលដែលរាងកាយរបស់អ្នកខ្វះជាតិទឹកគឺជាការធ្វើឲ្យដំណើរការនៃកាកសំណល់ក៏ដូចជាលាមកនៅក្នុងខ្លួនរបស់អ្នកវាស្ទះនិងបត់ជើងធំមិនទៀងទាត់ផងដែរឈឺក្បាលនៅសុកក៏ចេះតែឈឺនេះក៏ជារោគសញ្ញាមួយបញ្ជាក់ថារាងកាយរបស់អ្នកកំពុងខ្វះជាតិទឹកផងដែរវិលមុខអ្នកដែលមានអាការៈឧស្សាហ៍វិលមុខសូមប្រញាប់ពិគ្រោះជាមួយនឹងគ្រូពេទ្យពីព្រោះថាវាអាចជារោគសញ្ញាខ្វះជាតិទឹកនៅក្នុងរាងកាយដំណាក់កាលដំបូងផងដែរសូមបញ្ជាក់ផងដែរថាការផឹកទឹកដែលត្រឹមត្រូវគឺវេជ្ជបណ្ឌិតជាច្រើនបានណែនាំឲ្យមនុស្សប្រុសពេញវ័យចាំបាច់ត្រូវផឹកទឹកឲ្យបាន3ទៅ3.5 លីត្រក្នុងមួយថ្ងៃចំណែកឯមនុស្សស្រីពេញវ័យត្រូវផឹកទឹកឲ្យបាន2.5ដល់2.7 លីត្រក្នុងមួយថ្ងៃទើបសុខភាពល្អហើយរាងកាយមិនទន់ខ្សោយជាការពិតណាស់បន្ទាប់ពីស្ដាប់វីដេអូនេះហើយអ្នកប្រកាសជាដឹងថាមនុស្សដែលផឹកទឹកតិចប្រឈមនឹងអ្វីខ្លះក៏ប៉ុន្តែក៏មិនត្រូវផឹកទឹកច្រើនលើសពី4ទៅ6លីត្រដែរនៅក្នុងមួយថ្ងៃពីព្រោះកាលណាបើអ្នកផឹកទឹកលើសពី6លីត្រក្នុងមួយថ្ងៃគឺវានឹងធ្វើឲ្យអ្នកប្រឈមមុខជាមួយនឹងជំងឺខូចតម្រងនោមធ្ងន់ធ្ងរ